បាទសួស្តីពុកបែបងប្អូនទាំងអស់គ្នាស្វាគមន៍មកកាត់វីដេអូថ្មីបងប្អូនទាំងអស់គ្នាហើយមុនដំបូងឃើញវីដេអូនឹងដែរអូឃើញមុនខ្ញុំអូឃើញមកនេះណាខ្ញុំគិតថាចុះមិនក៏សាហាវមិនប្រហែលខ្ញុំគិតថាអូប្រទេសគេផ្សេងណាណីមកនៅខាងណាខាងណីខាងប៉ែរ៉ុកខាងអីព្រោះពួកនោះគេអត់សូវអៀនខ្មែរអញ្ចឹងណាបងប្អូនអើយផ្ទះលេខ2យើងហ្នឹងថោកទៀបចុយម្រាយអើយសុំខ្លាចមកប្រទេសនេះប្រទេសថោកទៀបមកប្រទេសថោកទៀបមែនតើប្រទេសហ្នឹងណានៅតំបន់អាស៊ីកាន់វប្បធម៌អីប្រពៃណីមានដូចជាប្រពៃណីឡប់លេលើណាស្អីវាចង់និយាយថាដោយសារអីបងប្អូននេះតាមពិតដោយសារតែវាធ្វើអញ្ចឹងដោយសារតែអីដោយសារតែប្រទេសវាស្ដាច់វានឹងគឺធ្វើអញ្ចឹងដែរណាស្អីនេះប្រកបប្រជាពីស្ដាច់វាហ្នឹងបានឲ្យធ្វើអញ្ចឹងណាបើស្ដាច់វាថតរឿងហ្នឹងហ្មងនេះស្ដាច់វាថតរឿងខៀវហើយប្រទេសវាទេសចរដែលធំបំផុតដែលចំណូលជាតិខ្លាំងបំផុតទេសចរទេសចរលក់ក្តិតហ្នឹងឯងបងប្អូនអរគ្នាណាប្រទេសនេះប្រទេសថោកទាបមកអញ្ចឹងវានឹងអាលាប្រទេសថោកទាបអញ្ចឹងលាអាលាវាគេអត់ទុកទេណាគេអត់ទុកទេគេប្រកាសជារំលាយប្រទេសថោកទាបនឹងចោលមកនេះណាអើយសុំខ្លាចមុខមាត់ប្រទេសជាតិទាំងយកទៅទុកណាទេមើលស្អីសិតតាដូចពូខឹមវាសនាគាត់និយាយថាសភឹងកន្លះប្រទេសត្រូវសភឹងកន្លះប្រទេសវាឌីយើងថាអ្នកសុំទានកន្លះប្រទេសយើងឌីវាវិញទៅឯងសភឹងកន្លះប្រទេសអូខេបងប្អូនអរគ្នាណាឥឡូវយើងទៅស្ដាប់ព័ត៌មាននឹងតិចទៅថាព័ត៌មាននឹងវាយ៉ាងម៉េចហើយវាយ៉ាងម៉េចណាមកពីណាមកពីណីណាហើយស្រីនឹងយ៉ាងម៉េចប្រុសនឹងយ៉ាងម៉េចមកនេះណាអូខេតោះឥឡូវយើងទៅស្ដាប់បងប្អូនគ្នាទៅនេះទទួលការងារថត content មេត្តាថ្មីតម្លៃត្រឹមតែ 1000 បាតស្មើជាដុល្លារ $25 ជាងងាប់អញអើយអ្នកមានអត់ស្គាល់លុយ20វាមីហ្នឹងងាប់ហើយអីអ្នកមានអីគេចុងណាអ្នកមានគេលុយ20វាមីសុកចិត្តលក់មុខមកប្រទេសជាតិហ្នឹងអូចប់បណ្ដោយមើលវីដេអូចាហុងហើយបងប្អូនគ្នាឥឡូវវីដេអូមួយទៀតដែលល្បីនៅក្នុងប្រទេសសៀមខ្លាំងមែនតើហើយចង់បានត្រឹមតែលុយ$25ជាងណាគឺទៅថត content ណាវាយគ្នានៅលើឡានអញ្ចឹងតែម្ដងនៅមុខសាធារណៈអ្នកនរគ្នាគឺជិះឡានកាត់យប់ហើយធ្វើ content វាយគ្នានៅឡានខាងស្រីអាយុ42ឆ្នាំហើយខាងប្រុសអាយុ23ឆ្នាំទេស៊ីដាច់ចាហុងតែម្ដងចាហុងមានវ័យចំណាស់បានប្រុសក្មេងតែនិយាយប៉ជនជាតិថៃហ្នឹងអាយុ42ឆ្នាំហើយតែបានប្រុសក្មេងចាហុងទេបងប្អូនគ្នារឿងរ៉ាវចាជនជាតិថៃទាំងអស់មិននឹកស្មានថានារីម្នាក់ហ្នឹងគឺជាជនជាតិថៃទេមិនហើយប៉ុន្តែជឿនលឿនប៉ុន្តែអ្នកមានសម្បូរសបាយសម្បូរលុយកាក់ប្រទេសដែលគេហៅថាអូអើយមហាអ្នកមានអត់ស្គាល់លុយពេកខំ SP មកយ៉ាជីវិតកើតនៅភូកែតទាំងអស់គ្នាគឺកើតឡើងនៅពេលយប់ហើយឥឡូវហ្នឹងប៉ូលីសបានចាប់ទាំងអាស្រីចាប់បានទាំងអាប្រុសហ្នឹងហើយទាំងអស់គ្នាគឺដើមហេតុគេទៅសារភាពប្រាប់ប៉ូលីសដើមហេតុគេថាអញ្ចឹងគេបានជួបគ្នានៅក្នុងបារមួយខាងស្រីធ្វើការនៅបារអញ្ចឹងណាហើយក៏បានជួបខាងបុរសដែលជាជនជាតិរុស្ស៊ីអ្នកទាំងអស់គ្នាហើយដល់ពេលដែលជួបគ្នាគឺបុរសហ្នឹងគេអួតរបៀបថាគេគឺជាអ្នកផលិតមាតិកាឬក៏គេជាអ្នកផ្សព្វផ្សាយតាមប្រព័ន្ធអនឡាញដើម្បីមករូបអញ្ចឹងណាទាំងគេចរចាដើម្បីឲ្យម្នាក់ស្រីហ្នឹងមកថត content វាយគ្នាលើឡានទាំងគ្នា content វាយគ្នាលើឡានណាគឺតម្លៃត្រឹមតែ$20ជាងគេខ្ទង់28 29នឹងឯងអ្នកនរគ្នាបើគិតជាលុយដុល្លារហើយម្នាក់ស្រីហ្នឹងក៏ព្រមថតហើយបុរសនឹងស្រីហ្នឹងគេនិយាយថាចេះការប៉ັດអាវាយគ្នានៅលើឡានហ្នឹងគឺថាមិនមែនជាការសម្រាប់វាយគ្នាទេអ្នកនរគ្នាគេស្លៀកពាក់ប៉ុន្តែអ្នកថតអត់ឃើញកៅអៅថតអត់ច្បាស់ថតពេលយប់តែអ្នកនរគ្នាវីដេអូឡើងច្បាស់តែម្ដងគឺថាវាយគ្នានៅលើឡានហើយអត់មានសម្លៀកបំពាក់ប៉ុន្តែជាអើយអញនេះក៏ថោកទៀបម្លេះអាប្រទេសហ្នឹងវ៉ៃនេះក៏ចង្រៃមកនៅក្បែរប្រទេសហ្នឹងចង្រៃដោយដល់ឯងនេះមិនស្រួលទេថោកទៀបដល់ស្នាក់ហ្នឹងហ្នឹងណាបងប្អូនហើយណាចឹងមិនថាឃើញទេស្ដាច់វាបើកដៃពេកបងប្អូនស្ដាច់វាបើកដៃស្ដាច់វានាំថតអារឿងចឹងទៅបានតែវាឈួតពួកអាអស់នឹងវាឈួតអស់ហើយបងប្អូនអរគ្នាដឹងអត់តាហ៊ានណាបងប្អូនតាហ៊ានណាពួកតាហ៊ានសៀមទាំងអស់ហ្នឹងភាគច្រើនមកពីណាភាគច្រើនកើតមកពីបាតយាកើតនៅវត្តយាប្រុសហ្នឹងដោយសារស្រីខ្លះទៅវាលងខ្លួនលងអីទៅមកកូនមកអីចឹងទៅអត់បានទប់អត់បានទេអីចឹងទៅកូនកំព្រាមកគេយកបោះចោលហើយគេដើររើសយកធ្វើតាហ៊ានប្រយទៅនេះភាគច្រើនគឺមកពីនោះឯងលឿនអីប៉ុន្តែអាសផាំង SP អាសផាំងពេញផតយាហ្នឹងគឺថាជ្រុលខ្លាំងមែនតើឥឡូវធ្វើឲ្យមុខមាត់ប្រទេសគឺថាធ្លាក់ហើយបាត់បង់នៅកិត្តិយសនៅក្នុងភូកែតដែលជាខេត្តភូកែតគេហ្នឹងបងប្អូននាងខ្ញុំហុំធ្វើការផ្ទះដៃចំនួន3ដង
សាសនាកាលពីមុនលោកល្បីអីលោកល្បីសាសនាគោរពប្រតិបត្តិអោនដំតូមអោនក្បាលដល់ដីអីគឺថាគោរពលោកសង្ឃខ្លាំងមែនតើធ្វើឲ្យសាសនាអើយស្អីហើយឥឡូវនេះប្រទេសខ្លួននេះអាសផងផាតយាសម្បូរសបាយណាស់ឥឡូវមកដល់ភូកេតទៀតគឺថាលក់មុខប្រទេសខ្លាំងមែនតើខ្វះកន្លែងវាយគ្នាអីនៅក្នុងបន្ទប់បាត់មានអីអូខ្មាស់គេបណ្ណាទេអាខ្មែរទេអាបើជ្រុលចឹងហើយបើកមុខឲ្យគេមកនេះវិស័យពាក់យកអាវពាក់មុខក្បាលនេះណាខ្មាស់គេអីប៉ុណ្ណឹងបើប្រទេសយើងមកប្រទេសសិតតែអញ្ចឹងហ្នឹងខ្មាស់គេអីពិភពលោកគេដឹងអស់ហើយតើថាយើងនឹងសិតតែពូជសផឹងហ្នឹងឯងណាបងប្អូនអរគ្នាមើលកន្លះប្រទេសសិតតែសផឹងហ្នឹងបើបើកកន្លែងលក់ធ្វើស្រីសផឹងក្នុងប្រទេសវាហ្នឹងណាបងប្អូនអរគ្នាខ្ញុំនិយាយហ្នឹងប្រទេសវាគ្មានអីអស្ចារ្យទេណាក្រៅពីអាធ្វើស្រីសផឹងយកលុយមកអភិវឌ្ឍប្រទេសហ្នឹងគ្មានអីផ្សេងទេបងប្អូនអរគ្នាណាដាក់លើឡានកណ្ដាលតែម្ដងកណ្ដាលវាលកណ្ដាលខ្មាស់ជីឡានកាត់ជីឡាននៅលើផ្លូវឡានប្រកខ្មៅដល់គ្នាគូថាកណ្ដាលផ្លូវតែម្ដងអ្នកណាក៏ថតបានដែរឲ្យពេញស្រុកថៃតែម្ដងគឺថាអ៊ុយម្នាក់ហ្នឹងហាត់អីមិនហ៊ានធ្វើទៅរួចហាត់អីមិនហ៊ានធ្វើរួចអត់ខ្លាចទេអត់ខ្លាចអើយគ្រាន់តែចង់បានលុយ$20ជាងហ្នឹងអត់ខ្លាចជាប់កុកអត់ខ្លាចខូចមកមាត់ប្រទេសហីអាហ្នឹងជនជាតិថៃគេខមមិនហើយឥឡូវហ្នឹងគេចាប់ខ្លួនទាំងពីរនាក់អាជនជាតិរុស្ស៊ីហ្នឹងក៏គេចាប់ខ្លួនហើយគេដាក់Black Listដាក់ជាតារាងស្បែកគេថាស្បែកឆ្កែមួយតារាងឈុតសភៅខ្មៅមួយគឺគេលេងឲ្យចូលក្នុងប្រទេសហើយអ្នកម្នាក់ស្រីហ្នឹងគឺគេចាប់ចោតពីបទទី1គឺបំផ្លាញគេឈ្មោះនៅខេត្តភូកេតគេហ្នឹងហើយនឹងធ្វើឲ្យអាក់អន់គេទៅយុះអីចឹងទៅខេត្តហ្នឹងដឹងខេត្តដឹងក្រុងឯងបើអ្នកច្បាស់ជួយខមមិនប្រាប់ខ្ញុំវិញផងគឺថាបំផ្លាញមុខមាត់បំផ្លាញមុខមាត់ប្រទេសបំផ្លាញខេត្តក្រុងគេហ្នឹងធ្វើឲ្យខូចឈ្មោះខ្លាំងមែនតើដល់ផដឹងសិតខ្លាចខូចប្រទេសខូចខេត្តខូចឈ្មោះប្រទេសហើយចុះប្រទេសឯងមកប្រទេសសិតតែស្រីសផឹងមកប្រទេសនឹងនាំគ្នាធ្វើសផឹងណាស្រីធំតាន់ផ្ដោបញ្ជូនទៅធ្វើសផឹងនៅប៉ាតាយានោះអានោះតែខ្មាស់គេទេខ្មាស់គេអីបើជ្រុលចឹងណាទៅស្ដាច់ឯងឲ្យឯងបើកឯងបើកដៃឲ្យស្រីក្នុងប្រទេសថៃធ្វើសផឹងឲ្យហ្នឹងស្ដាច់ឯងអ្នកថតរឿងសាច់ហ្នឹងទៅធ្វើអីទៀតចឹងទៅខ្មែរទៀតបលើអស់ដៃទៅដើរស្រាតឲ្យពេញប្រទេសអើយកុំទៅចលក់របងប្អូនអរគ្នាអើយថោកទៀបណាប្រទេសអាពូជសាសសៀមនេះណាបងប្អូនអរគ្នាហើយសិតតែអួតអីណាមានវប្បធម៌ខ្ពង់ខ្ពស់អីណាសិតតែអ្នកមានឯណាឌៀលខ្មែរណាអើយឌៀលអត់ចេះមើលនេះឌីរូបរឿងគេអត់មើលកញ្ចក់អូយអរគ្នាឲ្យតែព័ត៌មានខូចឈ្មោះនៅប្រទេសថៃត្រៀមមកដល់គ្នាចាប់ពីថ្ងៃនេះទៅគឺខ្ញុំផ្សាយឯណាតែម្ដងប្រទេសដែលជន់ឈ្លីមើងងាយឥឡូវបាក់ប្រកម្មពីមួយទៅមួយរឿងរ៉ាវអត់ចេះចាប់អត់ចេះហើយទេភ្លើងក៏ឆេះអាគារក៏ឆេះស្ពានក៏បាក់ហើយអាសផឹង SP អាសផឹងផាតយាគេនឹងក៏ច្រើនដែរជីវិតធ្លាក់ខ្លួនដែរទៅថតវីដេអូឃ្លីបតម្លៃដល់$30ទៅថតបាក់ដីក៏បាក់ដីអាខ្យល់ព្យុះក៏ខ្យល់ព្យុះអារំជួយដីក៏រំជួយដីអារលកអាលិចទឹកចំនួនក៏ទឹកចំនួនណាឯងងាប់អស់ហើយមានសល់ទេដើម្បីយកលុយចិញ្ចឹមកាពះហើយស្តាឌីលគេប្រទេសសិតគេឲ្យក្រពាក់កណ្ដាលសិតអ្នកសុំទៀនដែរកន្លែងទៅមើលប្រទេសខ្លួនឯងទៅគឺមុខមាត់ប្រទេសធ្លាក់ដល់បាតហើយមានអ្នកសារព័ត៌មានមាត់ឆ្កែខ្ញុំផ្ញើជូនអ្នកសារព័ត៌មានមាត់ឆ្កែដែលវាតែងតែលំឌីលខ្មែរមកបែបកែទៅលើបញ្ហាមុខមុនហ្នឹងមិនថាមុនហ្នឹងហើយបងប្អូនអរគ្នាឃើញថាពួកសៀមនេះវាគ្មានអីទេដូចខ្ញុំនិយាយចឹងបងប្អូននេះគ្មានស្អីទេណាទេសចរឯណាកន្លែងទេសចរឯណាវាគ្មានទេបងនេះវាគ្មានកន្លែងទេសចរដូចស្រុកខ្មែរយើងមានប្រាសាទអង្គរវត្តមានវប្បធម៌ដ៏ស្រស់ផូរផង់ណាមានប្រពៃណីដ៏ល្អគួរឲ្យគោរពគួរឲ្យស្រឡាញ់ទេណាប្រទេសវាគ្មានអីទេតាំងពីដើមមកនេះណាគឺអាទេសចរផ្លូវភេទមួយហ្នឹងគឺវាល្បីតាំងពីដើមមកណាគេមិនដឹងណាទូទាំងពិភពលោកថាសៀមហ្នឹងវាបើកទេសចរផ្លូវភេទនៅក្នុងប្រទេសវាគឺមានតែប្រទេសសៀមទេគឺជាប្រទេសដែលថោកទាបបំផុតនៅលើផែនដីហ្នឹងណាគឺចឹងថាគឺជំរុញអាទេសចរផ្លូវភេទហ្នឹងណាបងប្អូនអរគ្នាគឺមានតែប្រទេសសៀមមួយនឹងឯងគឺថោកទាបជាងគេបំផុតចឹងហើយប្រទេសណាថោកទាបបំផុតហ្នឹងគឺគេនឹងរំលាយចោលបងប្អូនគឺផែនដីនឹងរំលាយចោលតែម្ដងគេលែងទុកឲ្យបងប្អូនអរគ្នាហ្នឹងហើយបងប្អូនអរគ្នាគឺថាវីដេអូយើងមានតែប៉ុណ្្នឹងទេអរគុណច្រើនសម្រាប់បងប្អូនអរគ្នាសម្រាប់ការតាមដានទស្សនាវីដេអូរបស់ខ្ញុំបងប្អូនអរគ្នាមានព័ត៌មានអាប់ដេតថ្មីជាច្រើនទៀតខ្ញុំនឹងអាប់ដេតជូនបងប្អូនអរគ្នាក៏ដូចជាមកចែករំលែកមកបងប្អូនអរគ្នាបងប្អូនអរគ្នាគ្រាន់តែជួយចុច Subscribe ក៏ដូចជាចុច Like ហើយនឹងចុចដាក់រូបសញ្ញាកណ្ដឹងដើម្បីទទួលបានលឿនជាងគេបងប្អូនអរគ្នាណាហើយកុំភ្លេចខ្ញុំសូមបដាំម្ដងហើយម្ដងទៀតសូមជួយគាំទ្រផលិតផលខ្មែររបស់យើងផលិតផលខ្មែរពិតប្រាកដមិនមែនជាផលិតផលដែលគេបន្លំត្រូវតែពិនិត្យឲ្យច្បាស់មុននឹងទិញផលិតផលរបស់ខ្មែរត្រូវតែព្យាយាមណាព្យាយាមក្នុងការចំណាំក្នុងការកត់ចំណាំ
រាល់ផលិតផលរបស់ខ្មែរពិតៗដែលមានរោងចក្រនៅក្នុងស្រុកខ្មែរហើយមើលផ្លាកសញ្ញាច្បាស់លាស់សម្គាល់ច្បាស់លាស់ថាជារបស់ខ្មែរពិតៗកុំប្រើប្រាស់របស់សៀមដាច់ខាតបងប្អូនទាំងគ្នាអរគុណច្រើនជួបខ្ញុំនៅវីដេអូក្រោយទៀតបាយបាយ